អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាការវិភាគរបស់ខ្ញុំកាលពីម្សិលមិញហើយនឹងថ្ងៃហ្នឹងបាទថ្ងៃហ្នឹងគឺយើងធ្វើការ sale បានច្រើនដងដែរបាទចឹងពីលើហ្នឹងមកបាទហើយមុនម៉ោង4ល្ងាចហ្នឹងគឺយើង sale ពីកន្លែងហ្នឹងមកបាទអញ្ចឹងអានេះមូលហេតុដែលខ្ញុំពិភាក្សាថាវានឹងចោះគឺយើងអត់បានមើលអីទៅវិញឆ្ងាយទេបងប្អូនគឺយើងមើលទៅលើកត្តា trend line បាទមើលកត្តា trend line ចឹងឃើញថាផ្សារមាសគឺវាចាប់ដើមចុះធ្លាក់ខ្លួនមកចាប់ពីតម្លៃ4890អញ្ចឹងយើងឃើញហើយតាំងពីថ្ងៃទី17ចុះមកបង្កើតជា low បាទហើយបង្កើតជាអីគេបងប្អូនគេហៅថាlow high បាទបន្តទៅទៀតកើតជា low low បាទអញ្ចឹងមានន័យថាមាសគឺបង្កើតតម្លៃទាបហើយទាបទៀតបាទអញ្ចឹងឃើញកាលពីថ្ងៃទី20គឺវានៅ4747ពេលដល់ថ្ងៃទី22ហ្នឹងវាចុះមកដល់4664បាទអញ្ចឹងឱកាសវានឹងទៅទៀតបាទឱកាសវានឹងចុះទៅទៀតដោយសារអីដោយសារតែព្រឹកមិញគឺវាបានចុះមកដល់4994នេះ4994អញ្ចឹងឱកាសមានមួយទៀតគឺវានឹងចុះមករកកន្លែង01នេះបាទបងប្អូននេះ01នេះបាទជាដំបូងគឺវានឹងចុះមក01នឹងសិនតែបើសិនជាមានការចុះខ្លាំងបើសិនជាមានកត្តាសេដ្ឋកិច្ចអីបូកផ្សំផងអានឹងវាអាចនឹងចុះមកដល់221%នេះបាទអញ្ចឹងពី20%វានៅចន្លោះ4640 4650នេះនៅចន្លោះមួយនឹងបាទអញ្ចឹងគិតថាមាសនៅក្នុងរយៈពេលហ្នឹងអត់ទាន់យើងធ្វើការបាយបានទេណាអញ្ចឹងបងប្អូននឹងចាំការវិភាគខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចាំមើលដល់នេះតើវាអាចនឹងចុះដល់ឡើងនឹងអត់អញ្ចឹងឱកាសនៅក្នុងបច្ចុប្បន្នភាពហ្នឹងគឺយើង sale ល្អបំផុតបាទនៅក្នុងថ្ងៃទី23ខែ4ឆ្នាំ2026បាទអរគុណច្រើន